ថ្ងៃនេះមកធ្វើមុខម្ហូបមួយមុខដោយប្រើត្រីនៅក្នុងស្រះក៏ដូចជាបន្លែនៅផ្ទះស្រាប់អញ្ចឹងបងប្អូនគឺអាចនិយាយបានថាអត់ចំណាយថវិកាទេហើយមុខម្ហូបមួយមុខនេះដែរគឺជាមុខម្ហូបបែបបុរាណមួយមុខដែរដែលបងប្អូនយើងភាគច្រើនមិនសូវធ្វើញ៉ាំប្រហែលទេបើនិយាយពីរសជាតិនិងក្លិនក្រអូបប្រហើរតែម្ដងហើយសម្រាប់មុខម្ហូបថ្ងៃនេះគឺប្រើបន្លែតែមួយមុខទេបងប្អូនគឺស្លឹករមៀតខ្ចីៗដែលលោកពុកដាំឲ្យនៅក្រោយផ្ទះនឹងឯងចំពោះស្លឹករមៀតគឺយើងកាត់យកតែស្លឹកណាខ្ចីៗដែលនៅបណ្ដូលរបស់វារាងកដោបបងប្អូនមានស្លឹករមៀតខ្ចីល្អបែបនេះយកធ្វើមុខម្ហូបអ្វីក៏ឆ្ងាញ់ដែរជាពិសេសគឺមុខម្ហូបសម្លម្ជូរស្លឹករមៀតដែលនាងខ្ញុំបង្ហាញនឹងឯងហើយបើនិយាយពីរមៀតនេះមានអត្ថប្រយោជន៍ច្រើនមែនតើមិនថាស្លឹកឬក៏មើមរបស់វាទេជាពិសេសគឺជាគ្រឿងទេសដ៏សំខាន់សម្រាប់ធ្វើម្ហូបខ្មែររបស់យើងហើយឲ្យតែធ្វើម្ហូបម្ដងគឺតែងតែដើររកគ្រឿងទេសកន្លងជុំវិញផ្ទះនឹងបងប្អូនគឺមិនសូវខ្វះប្រហែលទេមានរមៀតរំដេងស្លឹកក្រូចសើចគល់ស្គ្រីអីអញ្ចឹងមិនថារដូវប្រាំងឬរដូវវស្សាទេគឺដាំថែទាំទុកប្រើពេញមួយឆ្នាំតែម្ដងកុំឲ្យពិបាកទិញគេចង់ធ្វើម្ហូបពេលណាគឺងាយស្រួលមែនតើដើរតែកន្លងជុំវិញផ្ទះហ្នឹងគឺបានគ្រឿងក្រៅសពមុខតែម្ដងបន្ទាប់ពីបេះស្លឹករមៀតរួចហើយគឺនាងខ្ញុំបេះម្ទេសវិញម្ដងដោយសារមុខម្ហូបមួយនេះដាក់ម្ទេសរៀងហឹលពីលើរៀងច្រើនបន្តិចបានឆ្ងាញ់អញ្ចឹងបងប្អូនបន្ទាប់ពីរកបន្លែក៏ដូចជាគ្រឿងក្រៅរួចហើយមកមើលកូនប្រុសគាត់រកត្រីវិញម្ដងគឺគាត់ប្រើសំណាញ់តូចមួយដើម្បីបង់ត្រីនៅក្នុងស្រះនឹងឯងគឺត្រីប្រាដែលយើងចិញ្ចឹមហ្នឹងណាហើយចិញ្ចឹមលក្ខណៈបែបធម្មជាតិត្រូវការពេលណាគឺងាយស្រួលមែនតើបងប្អូនហើយមានស្រាប់នៅផ្ទះថ្ងៃណាដាច់លុយអីគឺប្រើតែរបស់ធម្មជាតិនៅផ្ទះគឺយើងអាចបង្កើតបានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ដូចជាមុខម្ហូបមួយមុខនេះអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមកាត់គល់ស្គ្រីរំដេងក៏ដូចជាខ្ទឹមសសម្រាប់ដាក់ក្នុងទឹកសម្លរបស់យើងហើយចំណែកឯស្លឹករមៀតគឺយើងហាន់ឲ្យរាងល្អិតមកបងប្អូនហើយចំពោះសម្លម្ជូរស្លឹករមៀតនេះដែរគឺស្លដូចតែម្ជូរអីផ្សេងដែរបងប្អូនគឺម្ជូរស្រែហើយបន្ទាប់មកដាំទឹកឲ្យពុះដាក់គល់ស្គ្រីរំដេងក៏ដូចជាមើមខ្ទឹមសរបស់យើងនឹងបងប្រហុកហើយចំពោះប្រហុកបើសិនជាត្រូវការចាស់អីបងប្អូនលៃលកតាមការចូលចិត្តបន្ទាប់មកក៏ចាប់ផ្ដើមបន្ថែមជាមួយនឹងគ្រឿងក្រៅដូចជាអំបិលទឹកត្រីប៊ីចេងអញ្ចឹងបើសិនជាបងប្អូនចូលចិត្តស្ករក៏ដាក់តាមការចូលចិត្តដែរហើយសម្រាប់គ្រួសារនាងខ្ញុំដូចសពមួយដងអញ្ចឹងឲ្យតែសម្លម្ជូរស្រែគឺអត់ប្រើស្ករទេហើយក៏ចាប់ផ្ដើមបង់ម្ជូរអំពិលដាក់ឲ្យរាងជូរបន្តិចមកបងប្អូនហើយដាក់ត្រីរបស់យើងចូលមកហើយចំពោះត្រីប្រានៅពេលធ្វើកុំឲ្យឆ្អាបបងប្អូនគួរប្រើអំបិលលាយជាមួយនឹងក្រូចឆ្មាធានាថាត្រីនឹងធ្វើឡើងស្អាតអស់ជារំអិលតែម្ដងឬមួយបងប្អូនដាំទឹកស្រស់កោសវាក៏បានដែរហើយបន្ទាប់ពីបង់ត្រីហើយមករំពុះឆ្អិនសាច់ត្រីមកល្មមគឺយើងអាចបង់ស្លឹករមៀតបានហើយបងប្អូននិយាយពីថាក្លិនវិញក្រអូបឈ្ងុយឈ្ងប់តែម្ដងស្លឹករមៀតធម្មជាតិជាមួយនឹងត្រីធម្មជាតិរបស់យើងដែលមានស្រាប់អញ្ចឹងបន្ទាប់ពីបង់ស្លឹករមៀតមួយរំពុះហើយគឺយើងអាចបុកម្ទេសរៀងញំដាក់ក៏បានដែរដោយសារតែថ្ងៃនេះមានកូនគាត់ញ៉ាំអត់សូវចេះញ៉ាំហឹលអញ្ចឹងគឺនេះខ្ញុំបង់ទាំងគ្រាប់តែម្ដងឥឡូវសម្លម្ជូរស្លឹករមៀតដែលនេះខ្ញុំបានបង្ហាញគឺឆ្អិនរួចរាល់ផងដែរបើនិយាយពីរសជាតិវិញនិយាយពីថាឆ្ងាញ់ខ្លាំងមែនតើជាមួយនឹងរសជាតិជូររៀងជ្រះរៀងហឹលជាពិសេសក្អូបស្លឹករមៀតដ៏ឈ្ងុយឈ្ងប់ជាពិសេសគឺជាមុខម្ហូបបែបបុរាណមួយមុខដែលដូនតាយើងបន្សល់តាំងពីយូរលង់ណាស់មកហើយបងប្អូនមុខម្ហូបមួយមុខនេះ